ទំនោរដ៏ជ្រាលជ្រៅពីបាក់ផ្សះផ្សាគ្នាជាមួយប្រធានាធិបតីអាមេរិកដូណាល់ត្រាំកាន់តែពុះកញ្ជ្រោលរហូតអ៊ីឡុនម៉ាស់ស្នើបង្កើតគណៈបកជារបស់ខ្លួនឯងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X កំពូលមហាសេដ្ឋីអ៊ីឡុនម៉ាស់ប្រកាសចង់បង្កើតគណៈបកនយោបាយដោយយកឈ្មោះសហរដ្ឋអាមេរិកដាក់ជាឈ្មោះបកគឺ America Party អ៊ីឡុនម៉ាស់បានគ្រប់គ្រងលោកដូណាល់ត្រាំក្នុងការបោះឆ្នោតនិងបរិច្ចាគលុយជាង$260 លានលោកប្រធានាធិបតីត្រាំបានតែងតាំងលោកម៉ាស់ដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលហៅកាត់ថា Doge ដើម្បីកាត់បន្ថយការចំណាយសហព័ន្ធប៉ុន្តែក្រោយមកមហាសេដ្ឋីអាមេរិករូបនេះបានរិះគន់លើបញ្ហាពន្ធនិងគម្រោងចំណាយ$2.4 លានរបស់លោកត្រាំថាជាការគួរឲ្យស្អប់ខ្ពើមលោកត្រាំឆ្លើយតបដោយគម្រាមលុបចោលកិច្ចសន្យាសហព័ន្ធជាមួយក្រុមហ៊ុន SpaceX និង Tesla របស់លោក Musk ទន្ទឹមនឹងនេះអ៊ីឡុនម៉ាស់បានធ្វើស្ទង់មតិលើ X ដោយស្នើបង្កើតគណៈបកនយោបាយថ្មី America Party ដែលទទួលបានការគាំទ្រប្រហែល 80% ពីអ្នកឆ្លើយតបស្ទង់មតិជាង 5.6 លាននាក់